Bismillahirrahmanirrahim. Assalamualaikum warahmatullahi wabarakatuh. បងប្អូនទាំងអស់គ្នាសំណួរសួរថាតើការលេបទឹកមាត់ធ្វើឲ្យខូចបួសដែរឬទេដូច្នេះឥឡូវនេះខ្ញុំសូមមកស្រាវចម្ងល់របស់បងប្អូនទាំងអស់គ្នាដែលមានបងប្អូនអ៊ីស្លាមយើងមួយចំនួនតូចដែលមិនទាន់យល់អំពីរឿងនេះហើយគិតថាការលេបទឹកមាត់ធ្វើឲ្យខូចបួសឬក៏បួសមិនអាចលេបទឹកមាត់បានទេអញ្ចឹងនៅក្នុងចំណុចនេះចម្លើយរបស់វាគឺអ៊ីស្លាមមិនតឹងដល់ថ្នាក់ហ្នឹងទេហើយអ៊ីស្លាមតែសម្រួលឲ្យយើងគ្រប់កលៈទេសៈអញ្ចឹងការបួសនេះចម្លើយរបស់វាគឺលេបទឹកមាត់បានធម្មតាដូចនៅខែធម្មតាគ្រាន់តែទឹកមាត់របស់យើងនេះគឺជាទឹកមាត់ដែលមិនលាយឡំជាមួយនឹងអ្វីផ្សេងមិនលាយឡំជាមួយនឹងកាកសំណល់ចំណីអាហារឬក៏មិនលាយឡំជាមួយនឹងអ្វីផ្សេងមិនលាយឡំជាមួយនឹងមានន័យថាវាជាទឹកមាត់សុទ្ធដែលយើងអាចលេបបានពលគឺទឹកមាត់ធម្មតាដូចជាខែធម្មតាដែរអញ្ចឹងឧទាហរណ៍ថាប្រសិនបើយើងលេបទឹកមាត់កើតឧទាហរណ៍ថាពេលយើងសាឡាតហ្នឹងយើងធ្វើយ៉ាងម៉េចពីព្រោះទឹកមាត់យើងចេះតែមកចេះតែចេញមកអញ្ចឹងនៅពេលដែលយើងសាឡាតយើងទ្រាំយើងអត់ស្ដោះទឹកមាត់ហើយយើងអត់លេបទឹកមាត់វាមកពេញមាត់អញ្ចឹងនៅពេលដែលយើងសូត្រស្រស់ហ្វាទីហាសូត្រយ៉ាងម៉េចពីព្រោះការសាឡាតនៅពេលដែលយើងអត់សូត្រស្រស់ហ្វាទីហាទាំងអ៊ីម៉ាំទាំងម៉ាក់មុំសាឡាតរបស់យើងអត់សះទេហើយបើសិនជាទឹកមាត់យើងពេញមាត់យើងសូត្រក៏អត់ត្រូវដែរអត់ត្រូវមកខ្រិចអត់ត្រូវអក្សរអត់ត្រូវអីទាំងអស់អញ្ចឹងសួរថាតើដល់ពេលដែលយើងសូត្រអត់ត្រូវប៉ៃឡាំតើសាឡាតយើងសះដែរទេសាឡាតអត់សះទេទី2នៅពេលដែលយើងអត់លេបទឹកមាត់យើងចេះតែស្ដោះទឹកមាត់ចេញមកឧទាហរណ៍ថាបើសិនជាយើងនៅមស្ជីតយើងស្ដោះពេញបរិវេណមស្ជីតយើងដើរតាមផ្លូវយើងស្ដោះពេញផ្លូវសំណួរសួរថាតើវាល្អដែរឬទេនៅក្នុងចំណុចនេះអ៊ីស្លាមមិនពេញចិត្តទាល់តែសោះហើយអ៊ីស្លាមមិនប្រាឲ្យធ្វើអញ្ចឹងទេអ៊ីស្លាមមិនប្រាឲ្យធ្វើអញ្ចឹងទេព្រោះវាធ្វើឲ្យកខ្វក់បរិស្ថានអ៊ីស្លាមស្អាតស្អំអ៊ីស្លាមជ្រះស្អាតអ៊ីស្លាមមានអនាម័យល្អហើយផ្ទុយនឹងអនាម័យហ្នឹងគឺភាពកខ្វក់អញ្ចឹងអ៊ីស្លាមប្រាឲ្យធ្វើអនាម័យហាមឃាត់អំពីភាពកខ្វក់ដូច្នេះសូមបងប្អូនទាំងអស់គ្នាសូមមេត្តាឈប់យល់ច្រឡំតទៅទៀតទៅហើយសូមទូនទាំងអស់ជួយបញ្ជ្រាបប្រាប់នៅក្នុង social media នៅតាមភូមិមួយចំនួនឬក៏នៅតាមភូមិគ្រប់ទីកន្លែងបញ្ជ្រាបប្រាប់ដើម្បីឲ្យបងប្អូនអ៊ីស្លាមយើងទាំងអស់គ្រប់គ្នាឲ្យបានដឹងពីព្រោះខ្ញុំបានឃើញថាបងប្អូនអ៊ីស្លាមយើងនៅតែមានការយល់ច្រឡំហើយអ្នកខ្លះគាត់បាន comment នៅក្នុងអ្នកដែលនៅក្នុង account ឬក៏ page អ្នកដែលមិនអ៊ីស្លាមថាបួសហ្នឹងមិនអាចលេបទឹកមាត់បានទេខ្ញុំសូមផ្ដាំទៅវិញថាអ៊ីស្លាមមិនដល់ថ្នាក់ហ្នឹងទេអញ្ចឹងសរុបមកវិញយើងអាចលេបទឹកមាត់បានធម្មតាឥឡូវយើងអាចមើលនៅក្នុងគីតាបរោតតលីប៊ីនរបស់អ៊ីម៉ាំណាវ៉ាវីដែលគាត់បានបញ្ជាក់ថាការលេបទឹកមាត់ធម្មតាមិនធ្វើឲ្យខូចបួសទេហើយនៅក្នុងចំណុចទី3ហ្នឹងគាត់ថាបើសិនជាទោះបីជាយើងលេបទឹកមាត់ទោះបីជាយើងប្រមូលទឹកមាត់ច្រើននៅក្នុងមាត់ច្រើនក៏ដោយហើយយើងលេបក៏ដោយក៏វាមិនធ្វើឲ្យខូចបួសទេទៅតាមទស្សនៈនៅក្នុងមស្ហាបឆាហ្វីអ៊ីនោះទស្សនៈដែលអាសោះទស្សនៈដែលត្រឹមត្រូវបំផុតតែក៏មានកោលដែរក៏មានទស្សនៈផ្សេងថាមានន័យថាទស្សនៈផ្សេងនៅក្នុងមស្ហាបឆាហ្វីអ៊ីនោះថាដាច់ដែរបើសិនជាយើងប្រមូលច្រើនណាប៉ុន្តែគាត់ថាអាសោះត្រឹមត្រូវបំផុតគឺអត់ដាច់ទេអញ្ចឹងសរុបមកវិញថាការលេបទឹកមាត់ធម្មតាដូចយើងលេបធម្មតាគឺអត់ដាច់បួសទេអត់ខូចបួសទេដូច្នេះសូមមេត្តាបងប្អូនទាំងអស់គ្នាមេត្តាឈប់យល់ច្រឡំទៀតទៅហើយសូមមេត្តាទូនទាំងអស់គ្នាជួយប្រាប់បងប្អូនរបស់យើងជួយបញ្ជ្រាបរឿងនេះទៅកាន់បងប្អូនរបស់យើងនៅក្នុង social media តាមភូមិដើម្បីឲ្យពួកគាត់យល់ទាំងអស់គ្នាហើយឲ្យពួកគាត់ច្បាស់ទាំងអស់គ្នាអំពីរឿងនេះដើម្បីឲ្យពួកគាត់ឈប់យល់ច្រឡំទៀតទៅវ៉ាស្សាឡាមអាឡៃគុំវ៉ារ៉ាហ្មាតុលឡាហ៊ីវ៉ាបារកាតុហ៍